សួស្តីអរគ្នាខ្ញុំផាណាសប្តាហ៍ថ្ងៃជានិស្សិតនៅកំពុងរៀនឆ្នាំទី4ខាងផ្នែកវិទ្យាសាស្ត្រទូទៅនៃទីក្រុងហាវ៉ាណានៃសាធារណរដ្ឋកុយបាជាសិស្សដែលទទួលបានអាហារូបករណ៍ក្នុងឆ្នាំ2020មកកាន់សាធារណរដ្ឋកុយបាហ្នឹងហើយនឹងមកដល់ទឹកដីកុយបានេះក្នុងឆ្នាំ2021អញ្ចឹងតាមរយៈវីដេអូនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ជាមួយនឹងអាហារូបករណ៍មកកាន់សាធារណរដ្ឋកុយបាជាមួយនឹង benefit របស់អាហារូបករណ៍មួយនេះក៏ដូចជាចែកម្លែកបទពិសោធន៍បន្តិចបន្តួចរបស់ខ្ញុំតាក់ទងជាមួយនឹងអាហារូបករណ៍មួយនេះផងដែរអញ្ចឹងតាមឡើយអាហារូបករណ៍មួយនេះខ្ញុំស្គាល់តាមរយៈ page Facebook របស់ក្រសួងដែលគាត់បង្ហោះជារៀងរាល់ឆ្នាំដើម្បីជ្រើសរើសនិស្សិតយើងមករៀននៅកុយបាហ្នឹងចំណុចម្នាក់ខាងផ្នែកវិទ្យាសាស្ត្រទូទៅហើយសម្រាប់វិញ្ញាសាប្រឡងវិញគឺស្តៀងទៅនឹងប្រទេសផ្សេងៗដែរដែលរៀបរៀងដោយក្រសួងដែលមានពីរមុខវិជ្ជាទី1គឺគណិតវិទ្យាទី2គឺភាសាអង់គ្លេសពួក benefit របស់អាហារូបករណ៍មួយនេះផងដែរគឺទី1គេចេញថ្លៃសាលាកន្លែងស្នាក់នៅការហូបចុកជាមួយនឹងប្រាក់ខែដែលយើងបានទាំងពីរាជរដ្ឋាភិបាលកុយបាជាមួយនឹងរាជរដ្ឋាភិបាលខ្មែរយើងផងដែរអញ្ចឹងនៅពេលដែលយើងមកដំបូងនៅនេះត្រូវប្រស៊មខ្លួនជាមួយនឹងរឿងជាច្រើនទី1គឺរបបអាហារដោយសារតែនៅនេះមហូបភាគច្រើនគឺគេជៀនគេបំពងទៅអញ្ចឹងហើយត្រូវការពេលវេលាខ្លះដើម្បីផ្សំខ្លួនដែរទី2គឺពេលវេលាដោយសារតែនៅកុយបាជាមួយនឹងនៅប្រទេសកម្ពុជាយើងខុសគ្នារយៈពេល12ម៉ោងអញ្ចឹងមកដំបូងអី2-3អាទិត្យដំបូងអីគឺយើងត្រូវផ្សំខ្លួនជាមួយនឹងពេលវេលាហើយទី3នោះគឺភាសាដោយសារតែនៅនេះគេនិយាយភាសាអេស្ប៉ាញសូម្បីតែអ្នកទៅទទួលយើងពីបរិញ្ញាបត្រហ្នឹងក៏និយាយភាសាអេស្ប៉ាញដែរអញ្ចឹងវាពិបាកត្រង់ហ្នឹងដែរហើយម្យ៉ាងវិញទៀតភាសាអេស្ប៉ាញដែលយើងរៀននៅក្នុងថ្នាក់ជាមួយនឹងភាសាអេស្ប៉ាញដែលគេនិយាយសប្តាហ៍ថ្ងៃគឺវារៀងខុសគ្នាច្រើនដែរអញ្ចឹងយើងត្រូវផ្សំខ្លួនដូចគ្នាហើយទី4នោះគឺតកតងជាមួយនឹងរបៀបរបបនៃការរស់នៅជាមួយនឹងវប្បធម៌របស់គេអញ្ចឹងវាជា experience ថ្មីមួយដែរបើសិនជាយើងមកដល់ទីនេះអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើសិនជាដឹងថាអ្នកគេដែលចាប់អារម្មណ៍ដាក់ពាក្យអាហារូបករណ៍មកកាន់សាធារណរដ្ឋកុយបា share វីដេអូទៅកាន់គាត់ផងហើយមានចំណុចអីអាច comment នៅខាងក្រោមបានជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ